នេះជាមូលហេតុដែលភ្នំអាប៉ាឡាឈៀនមានគ្រោះថ្នាក់ខ្លាំងហើយហេតុអ្វីបានជាអ្នកស្រុកនិយាយថាអ្នកមិនគួរចូលទៅក្នុងវាជ្រៅពេកមានអ្នកដុតស្រាម្នាក់ឈ្មោះអេលីយ៉ាប៊ូនដែលរូបសំណាកដែលលាក់ទុករបស់គាត់ត្រូវបានគេប្រទះឃើញឥតឈប់ឈរមិនថាគាត់លាក់វានៅទីណាក៏ដោយអត់ឃើញគាត់បានសួរបរិសុទ្ធចំណាស់ជនជាតិដើមម្នាក់ថាតើមានកន្លែងដែលគ្មាននរណាម្នាក់ធ្លាប់ចូលឬអត់បរិសុទ្ធចំណាស់បានព្រមានគាត់អំពីតំបន់ហាមឃាត់នៃព្រៃដែលត្រូវបានជិះវាងអស់ជាច្រើនចំនួនមកហើយគាត់និយាយថាគ្មានអ្វីដែលអាចត្រឡប់មកវិញដូចដើមឡើយអេលីយ៉ាមិនអើពើនឹងការព្រមានទេហើយក៏បានទៅដែរពីថ្ងៃក្រោយមកភ្នំលែងមានអារម្មណ៍ធម្មតាទៀតហើយដើមឈើត្រូវបានសង្កត់យ៉ាងណែនរហូតដល់ពន្លឺព្រះអាទិត្យស្ទើរតែម្ចាំងដល់ដីគ្មានសត្វស្លាបមានសត្វល្អទេមានតែសំឡេងនៃអ្វីមួយដ៏ធំសម្បើមដែលកំពុងធ្វើចលនាដែលមើលមិនឃើញតែត្រូវនឹងល្បឿនរបស់វាមិនយូរប៉ុន្មានពួកគេបានទៅដល់ទីហោះឋានមួយដែលពោពេញទៅដោយរន្ធជ្រៅមូលដែលរន្ធនីមួយធំល្មមអាចលេបមនុស្សម្នាក់បានស្ដានមួយបាដែលភ័យខ្លាចបានដើរចូលទៅក្នុងទីហោះឋានហើយស្រាប់តែក៏ដោយគ្មានការព្រមានមានអ្វីមួយទុកចេញពីក្រោមដីហើយអូសវាត្រង់ទៅខាងក្រៅគ្មានឈាមគ្មានសំឡេងអេលីយ៉ាបានមើលឲ្យកាន់តែជិតហើយឃើញរូបរាងដ៏ធំសម្បើមកំពុងរំកិលនៅក្រោមដីអវយវៈវែងមានសន្លាក់រមួលដូចខ្សែដែលកប់ក្នុងដីបន្ទាប់មកវាបានលាតចេញជើងពីពីងពួកគេមិនបានរទេការរត់ហាក់ដូចជាមានគ្រោះថ្នាក់ជាងការឈរស្ងៀមនៅយប់នោះពួកគេបានបោះជំរំពេញមួយភាពងឹតពួកគេបានឮសំឡេងកោសសំឡេងចុចនិងសំឡេងដកដង្ហើមហឺតយឺតនៅជុំវិញតង់ពេលព្រឹកឡើងតង់នីមួយត្រូវបានគ្រប់ដណ្ដប់ដោយសំណាក់ក្រាស់នោះហើយជាពេលដែលអេលីយ៉ាបានដឹងការពិតសំណាញ់មិនមែននៅទីនោះដើម្បីដាក់អន្ទាក់ពួកវាទេពួកវានៅទីនោះដើម្បីសម្គាល់ពួកវាភ្នំមិនបរបាញ់អ្នកទេពួកគេអនុញ្ញាតឲ្យអ្វីផ្សេងទៀតធ្វើវា